គ្នាយើងអ្នកដែលមកធ្វើការសុខជប៉ុនអញ្ចឹងណាកំពុងតែត្រៀមខ្លួនមកគួរតែរើសទីមួយមិនមែនត្រឹមតែរើសជំនាញការងារទេគឺត្រូវគិតរឿងទីតាំងកន្លែងការងារផងគឺខ្ញុំណែនាំឲ្យបងប្អូនមកនៅជនបទអានេះគឺទេសភាពជនបទរបស់ស្រុកជប៉ុនហ្នឹងបងគឺយើងដឹងហើយជប៉ុនគឺជាប្រទេសមួយដែលកាត់ក្រមមែនទែនគឺគេលំអិតមែនទែនរឿងធ្វើការអញ្ចឹងហើយគឺកន្លែងការងារគឺយើងអាចនិយាយបានថាសម្ពាធតែបើយើងនៅតាមជនបទគឺវាជួយយើងរឿងកាត់បន្ថយ stress មែនទែនតែមកនៅទីក្រុងសម្ពាធការងារហើយទៅ stress ក្នុងអ្នកផ្សេងខ្ញុំអត់ដឹងទេប៉ុន្តែសម្រាប់ខ្ញុំវិញគឺខ្ញុំទីក្រុងគឺសំលេងឡានសំលេងរថភ្លើងពុងប៉ងសំលេងមនុស្សអ៊ូអគឺពិបាកដេកមែនទែនចាធ្វើការហត់ហើយដេកអត់បានទៀតដឹងថាចយអើយហើយចឹងហើយគឺយើងព្យាយាមមើលទៅលើទីតាំងផងហើយយើងកុំចេះដាក់ដោយសារថាបើសិនយើងជាប់ការងារហើយគឺយើងត្រូវនៅកន្លែង3ឆ្នាំកន្លែងយើងត្រូវនៅ3ឆ្នាំយើងអាចដូរការងារបានទេមានតែត្រឡប់ទៅផ្ទះវិញតែបើយើងដូរស្មើនឹងយើងខ្លាចជាបុគ្គលដែរខុសច្បាប់ហើយចឹងហើយនេះអាការដើរមើលវាស្រែដើរមើលភ្នំដើរមើលទឹកហូរនេះវាជួយកាត់បន្ថយ stress បានមួយផ្នែកដែរខាងមុខហ្នឹងគឺផ្ទះជួលរបស់ខ្ញុំជួបជាមួយសាលាបឋមសិក្សាយ៉ាហ៊ីកូអានេះក៏ផ្ទះជួលដែរបើឃ្លៀមមកវាស្រែយប់ឡើងដេកស្ដាប់សលេងកូនកូនកែបខ្ញុំហើយដេកលក់ស្រួលមែនទែនងែតជាភាសាខែភាសាគេធ្វើស្រែកូនក្អាត់យំឃើញមានអ្នកខមមិនសួរថាមានកូនក្អាត់អត់ខ្វះអើយយំលឺយ៉ាងកូនក្អាត់ស្រុកខ្មែរយ៉ាងទៀតមកនិយាយកូនក្អាត់ទេបង្កែបវិញគឺសម្បូរមែនទែនម្ដុំនេះតែដោយសារតែខ្ញុំគឺអត់ប្រមាញ់សត្វទេខ្ញុំជាយាមកាន់សិលមិនមកអួតឲ្យខ្លួនឯងឲ្យមនុស្សល្អមនុស្សអីទេប៉ុន្តែមនុស្សយើងធម្មតាយើងត្រូវតែអាប់ដេតខ្លះយើងជាយាមធ្វើល្អអញ្ចឹងធ្វើខ្លះបានបណ្ណាយកប៉ុណ្ណឹងដល់ពេលអាក្រក់ក៏អាក្រក់ខ្លះតាមសមាជីវរបស់យើងទៅនេះផ្ទះជួលរបស់ខ្ញុំមកនេះផ្សេងមួយខែតែ15,000 yen ទេហើយស្អាតមែនទែនពេលថ្ងៃណាទៅនេយើងអាចទៅឡើងភ្នំបានទៀតនេះភ្នំខាងមុខ